ធ្លាក់មានកម្មឡើយចុះស្អាតប្រកាន់ដៃស្អាតហើយព្រៃព្រឹក្សាធម្មជាតិពេលព្រឹកឬក៏ពេលល្ងាចមានត្រជាក់ស្រួលហើយឮសូរសំឡេងទឹកក្ដំគួរឲ្យចង់ហែលេងមុជលេងបងប្អូនបាទហើយយើងងាកទៅមើលព្រៃព្រឹក្សាស្រស់បំប្រងឆ្លឹកឡើងខៀវខ្ចីនៅកន្លែងនេះពិតជាអស្ចារ្យបងប្អូនទឹកដៃមិនធម្មតាបងប្អូនហើយខ្ញុំសូមប្រសើរជាងដែលគាត់មានជំនាញធ្វើកម្មចណ្ដើពីលើទៅដល់ក្រោមឡើងចុះកាច់ទៅកាច់មកច្រើនកលៈគាត់ប៉ិនធ្វើប៉ិនធ្វើទី1បាទទី1គាត់ប៉ិនធ្វើទី2សូមប្រសើរគាត់ប៉ិនបញ្ជូនសម្ភារៈដូចជាដែកស៊ីម៉ងថ្មខ្សាច់ប្រើប្រាស់គាត់ប៉ិនជំនាញហើយមានចិត្តបងប្អូនបាទជូនតាំងពីខាងមុខនេះចុះមករហូតទៅតាមនឹងទៅដល់ក្រោមធ្វើហើយក្រោមមានចិត្តបងប្អូនចុះទៅក្រោមវាកាច់ឆ្វេងកាច់ឆ្ដាមមិនឆ្វេងឆ្ដាមទៅឆ្ងាយគាត់ប៉ុនធ្វើចុះឡើងហើយចុះទៅក្រោមឆ្ងាយបាទទៅកន្លែងតំបន់ទេសចរទឹកធ្លាក់កន្លែងជាមុខទឹកជាច្រើន 3-4 កន្លែងបាទហើយនៅកន្លែងនេះក៏មានរូបព្រះពុទ្ធបកោបកែវឬក៏រូបសម្លាក់ផ្សេងនៅពេញក្នុងទឹកបងប្អូនខាងចិត្តកគាត់ប៉ិនឆ្លាក់បាទប៉ិនឆ្លាក់ឲ្យមើលបងប្អូនទឹកហូរខ្មួលខ្មាញ់គួរចង់លេងគួរចង់គយគន់គួរចង់ទស្សនាអញ្ចឹងណាបាទមើលទឹកបងប្អូនបាទហើយឥឡូវហូរពីលើទៅដល់ខាងក្រោមមានកន្លែងលេងទឹកជាច្រើនមុខទឹកជាច្រើនបាទហើយក៏មានដូចជារូបបនិមិត្តរូបលឹងក៏មាននៅកន្លែងនេះបាទរូបដំរីរូបបកោបកែវក៏មានដែរមានច្រើនហើយដូចទេបងប្អូនជួយមើលខ្ញុំដាក់ចោលនេះបងប្អូននេះថ្មបងប្អូនថ្មចិត្តចេញពីថ្មទឹកដៃខ្មែរយើងហើយមានណាស្លឹកឈើឬក៏ស្វាយដែររូបសម្លាក់រូបសម្លាក់លោកតាដួងបាទក៏មានអានេះនឹងរូបសម្លាក់ប៉ុណ្ណានឹងឈ្មោះអីទេយើងរៀបរាប់ឈ្មោះមិនបានទេដោយសារអ្វីស្រែកាន់ហើយយើងមើលអត់ឃើញជាអក្សរទេយើងថតពីលើឡើងទៅអញ្ចឹងនេះរូបនឹងរូបពុទ្ធហើយប៉ុណ្ណឹងឈ្មោះហើយមិនដឹងថារូបលោកតាដួងឬក៏រូបឈ្មោះព្រះអង្គណាព្រះអង្គណីដែរយើងមើលឃើញទេបាទប៉ុណ្ណឹងណារូបសម្លាក់ដែលទឹកហូរពីលើមកហើយព្រះអង្គនៅខាងក្រោមបាទពីខាងក្រោមទឹកបាទហើយឆ្លាយកាន់ហើយបាទទឹកដែរធម្មតាបងប្អូនណាបាទហើយទេសភាពស្អាតនៅកន្លែងនេះព្រៃព្រឹក្សាគួរឲ្យចង់គយគន់គួរឲ្យចង់ទេសនាមកអង្គុយលេងកែកំសាន្តលំហែកាយឬក៏មានបងប្អូនកូនចៅមកអង្គុយលេងក៏បានតិចបងប្អូនមើលកន្លែងនេះក៏មានរូបចម្លាក់ដែរប៉ុន្តែខ្ញុំថតពីខាងទៅឯងខ្ញុំអត់ទៅដល់ខាងក្រោមទេដោយសារខ្ញុំនៅលើអណ្ដើរដែលខ្ញុំជិលចុះបងប្អូនបាទហើយបងប្អូនមើលឃើញរូបចម្លាក់ច្រើនណាបងប្អូនបាទច្រើនមែនទែនបាទហើយបងប្អូនឮសូរតែសំឡេងទឹកឯងទឹកហូរគ្រប់កន្លែងបងប្អូនបាទកន្លែងនេះបងប្អូននេះក៏ឮសូរក៏មានទឹកហូរដែរបងប្អូនបាទគួរចង់កូនកូនចង់ទស្សនាបងប្អូនបាទអញ្ចឹងបងប្អូនចង់មកចង់លេងបានចង់មកបានបាទអាចមកបានបងប្អូនបាទអញ្ចឹងមើលបងប្អូនអាចមកទស្សនាបានទាំងអស់គ្នាបាទមកទស្សនាបានទាំងអស់គ្នាហើយកន្លែងនេះព្រៃព្រឹក្សាធម្មជាតិស្អាតបំប្រងស្រស់ភ្លឺល្អបាទឥឡូវបងប្អូនជួយមើលនេះខ្ញុំតិចខ្ញុំអត់ដឹងថានេះដើមនេះជាផ្លែអ្វីទេបងប្អូនអាចបញ្ជាក់ឲ្យខ្ញុំបានអត់ផ្លែស្អាតបងប្អូនផ្លែឆ្មាតែផ្លែចម្ប៉ាដកឬក៏ផ្លែខ្នុរស្អាតបងប្អូនញ៉ាំស្មានតែផ្លែខ្នុរនេះ
anh nó nghe đào mấy cái bà bốn xa đó đôi lại khao nha đôi lại khao rồi đôi lại chùm pan đó nha đây nhưng mà đang nắp lại đào nó bà bốn ai coi chui không muốn nó về để không phao video bà lại đây vì ấy à đào như lá bà bốn một đó như lá một bà bốn đào như lá một đôi mới nó đi lại khao dương nha rồi cái chùm pan đó trong phiền cao còn đây mình cứ khao rồi cái chùm pan đó đây lá bà bốn ơi một đại chiêm á đó bà bốn lại nhé bà bốn một tu sửa ban bà màu đã lên ban từ ở kia nằm bay mà tết khiếp rồi có vô cho thòm chết rồi có vô cái lại coi cầm xa này ban bài rồi có dân đã lên cho cái lại gì ra nhớ nè hay bà bốn nó bà dân gì trong mà lại nè xung chùm riệp ở đó bà bốn ha bà bốn ai tinh ở vậy cho mình nhắm ban tinh tức tinh hôm chùm đấy mà nhắm ban mình lành coi nhắm phù nó lại ní ở miền lụa thực tế ở miền lụm hộp hộp đây ở trong bom ôn ai tinh mong coi nhắm ban nó lại ní hay bom ôn mà đó cũng plek cho lại bọn nâu hàng múc bọn thùng hay còn miền lục ta có nơi chăm cái lại bọn nằm bay ơi bom ôn cho đột thộp xôm xịt đây sọc xịt đây mà ơn hay pe để nhom phao video tới bom ôn man khơi rụp bọn thùng hơi bom ôn chui la chui xia nè muối chui comment nè muối rất là chui bay đô nè muối hay xôm xịt đây sọc pì bọn không mà nấu là mấy bánh gì đó và nhá thao thôi đó nhưng bom ôn này mà lên lại ní complete xong thì cái đây sóc pi bọn làm bay vô hên bọn lại ní xa thật bậc cai bom ôn về là nhom phao tao khơi hụp bọn này chỉ mùi video và nhưng em like ban là phần ní bom ôn xong mình chop nừ ca lái rồi có thoát video mình hay lái thoát video ban là phần ní xong mình chop xong ở con vàសូមជម្រាបលាបងប្អូនទាំងអស់គ្នា